បាទអូខេជំរាបសួរអ្នកទាំងអស់គ្នាហើយក៏សូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំផ្សាយថ្មីនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានការចែករំលែកខ្លីមួយអំពីការផ្ដាច់ប្រព័ន្ធ SIM ទូរស័ព្ទដៃសម្រាប់ឆ្នាំ2026ចំពោះ SIM smartphone អញ្ចឹងមានបងប្អូនអ្នកខ្លះដែលគាត់ប្រើប្រាស់ SIM នៅពេលដែលបងប្អូនបញ្ចូលលុយទៅគឺអត់ដល់មកទៅទេអញ្ចឹងពេលច្រើនគឺគេកាត់លុយមុនអញ្ចឹងណាឥឡូវគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបបង្កើតផ្ដាច់តែម្ដងអញ្ចឹងវីដេអូមួយនេះគឺសម្រាប់អ្នកដែលគាត់មិនទាន់ចេះទេតែបើសិនជាអ្នកនរគ្នាចេះហើយអ្នកគ្នាអាចធ្វើការអស់ម្លងបានអូខេអញ្ចឹងអ្នកគ្នាអាចចូលមកក្នុងទូរស័ព្ទដែរបងប្អូនមកអ្នកគ្នាគាត់ធ្វើការចុចសញ្ញាផ្កាយបាទលេខ1បាទ1200បាទហើយទងជ្រូកបាទអ្នកគ្នាចុចប៉ុណ្្នឹងមកបន្តទៀតគ្នាចុចបញ្ជូនមកអូខេចុចបន្តទៀតអ្នកគ្នាចុចបញ្ជូនហើយអ្នកគ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងអ្នកគ្នាចុចកន្លែងនេះគេដាក់ឲ្យយើងមើលអ្នកវាមាន2ជំរើសណាជំរើសទី1បង្ហាញឈ្មោះសេវាកម្មឈ្មោះទាំងពីរយើងបញ្ចប់សេវាកម្មអញ្ចឹងខ្ញុំយកបញ្ចប់សេវាកម្មមកអ្នកគ្នាបន្តទៀតខ្ញុំចុច apply ខាងក្រោមនេះបាទបន្តទៀតយើងវាយលេខ2ចូលមកបាទហើយយើងចុច apply ម្ដងទៀតអ្នកគ្នាបាទអូខេយើងរងចាំតិចមកខ្ញុំដល់ហើយនេះវាដាក់មកទៀតហើយថានេះវាមានជំរើសចំនួន3ទី1 digital ទី2ទូរស័ព្ទហើយទី3ហ្នឹងគឺ roaming អញ្ចឹងយើងយកជំរើសទី1គឺហៅថាdigital អ្នកទាំងអស់គ្នាដើម្បីធ្វើការផ្លាយតែម្ដងជា apply បាទបន្តមកទៀតអ្នកគ្នាចុចយកជំរើសទី1ចុចលេខ1បន្តទៀតយើងចុច apply ខាងលើនេះមកនេះយើងមើលឃើញច្បាស់អត់បាទអូខេចុច apply មកអូខេចឹងបន្តមកទៀតកន្លែងនេះគេដាក់ថាយើងនេះចឹងក្រោយនេះគឺយើងគេដាក់ថាយើងបាននេះបានបញ្ចប់សេវាកម្ម digital ទាំងអស់សូមឆ្លើយតបយើងចុចយកលេខ1មកអ្នកគ្នាយើងចុច apply ខាងក្រោមហ្នឹងបន្តមកទៀតយើងយកលេខ1មកបាទអញ្ចឹងអ្នកគ្នាអាចអនុវត្តបានដោយសារតែខ្ញុំធ្លាប់ធ្វើអញ្ចឹងទៅវាបានជោគជ័យច្រើនអញ្ចឹងណាបញ្ចូលលុយ$1អីពេលខ្លះបាន2ថ្ងៃអស់បាទដោយសារយើងអត់បានភ្ជាប់ពាន់អីទេដល់ពេលយើងបញ្ចូលលុយទៅវាកាត់លុយយើងតែម្ដងអញ្ចឹងណាពេលខ្លះបញ្ចូល$1ទៅវាកាត់20 សេន30 សេនទៅយើងអាចភ្ជាប់ពាន់នេះបានអញ្ចឹងអ្នកគ្នាអាចអនុវត្តអញ្ចឹងបែបហ្នឹងមកបន្តទៀតគ្នាចុច apply ទៀតមកអូខេចុច apply ទៀតមកអញ្ចឹងបន្តទៀតវានឹងលោតសារមកបែបនេះបាទលោតសារមកបែបនេះហើយវាថាអ្នកបានផ្ដាច់សេវាកម្ម digital ទាំងអស់បានដោយជោគជ័យអញ្ចឹងនៅពេលដែលយើងបញ្ចូលលុយលើក្រោយទៀតគឺវាអត់មានការកាត់លុយយើងទេអ្នកនរគ្នាបាទយើងបញ្ចូល$1គឺយើងនៅសល់លុយ$1ហ្នឹងបាទបើយើងបញ្ចូលប្រហែលគឺនៅសល់ប៉ុណ្្នឹងអញ្ចឹងណាអ្នកនរគ្នាហើយពីរបៀបបង្កើតផ្ដាច់គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាបាទផ្កាយ12000ហើយអ្នកគ្នាក៏ចុចបញ្ជូនទៅអ្នកគ្នាគាត់ធ្វើតាមការណែនាំទៅគឺនឹងបានហើយអញ្ចឹងអ្នកគ្នាដែលថ្មីអ្នកគ្នាអាចសាកល្បងធ្វើមកបើបានជោគជ័យអីអ្នកគ្នាអាច comment ប្រាប់នៅខាងក្រោមវីដេអូនឹងផងអញ្ចឹងណាដោយសារខ្ញុំធ្វើទៅវាគាត់ថាវាល្អដែរយើងពីមុនខ្ញុំបញ្ចូល$1បានតែ80 សេនទេពេលខ្លះអញ្ចឹងណាមកកន្លះបានតែ$1.40ទេពួកវាកាត់យើងអញ្ចឹងណាឥឡូវខ្ញុំបញ្ចូលទៅគឺទៅពេលខ្ញុំធ្វើអញ្ចឹងហើយគឺវាបញ្ចូលទៅគឺវាបានផលអញ្ចឹងណាអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាបាទសម្រាប់ការផ្ដាច់ប្រព័ន្ធ SIM smartphone នៅថ្ងៃនេះបើសិនជាអ្នកគ្នាមានចម្ងល់អ្វីបន្ថែមទៀតអ្នកគ្នាអាច comment សួរបានអញ្ចឹងណាខ្ញុំចេះអីបន្ថែមទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាទៀតបាទអរគុណ